បើសិនជាខ្ញុំមានប៉ាក្មេកចេះវាយអញ្ចឹងមែនខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយចិត្តគាត់អាចការពារគ្រួសារបានបើទោះបីជាថ្ងៃមួយខ្ញុំចូលព្រៃរវល់ចូលព្រៃ4 5ថ្ងៃក៏មិនមែនប៉ុន្តែលោកប៉ាគាត់ចេះក្បាច់គុណអញ្ចឹងតែគាត់អាចការពារក្រុមហ៊ុនបានហើយវីដេអូនេះហើយខ្ញុំមានអារម្មណ៍ថាភ្ញាក់ខ្លួនព្រើតមកបះរោមក្បាច់គូតបណ្ដោយនេះមិននឹកស្មានថាគាត់ពហុជំនាញហើយបើទោះបីជាយ៉ាងណាក៏ដោយអាចធ្វើឲ្យគេខ្លាចប៉ុន្តែសម្រាប់ខ្ញុំម្នាក់នេះគឺខ្ញុំអាចបបង់ឆន្ទៈបានទេទូនទីរបស់ខ្ញុំនៅតែប្រាថ្នាចាប់ដួងច័ន្ទធម្មតានិយាយរួមទៅកូនអ្នកមានគឺខ្ញុំអត់ខ្លាចក្នុងការដែលបោះជំហានទៅទេក្នុងโลกនេះខ្ញុំខ្លាចតែមួយគត់គឺកូនស្រីគឹមចុងអ៊ុនតែបើត្រឹមកូនស្រីយឹមប៉ាស្រង់នេះគឺមិនមែនជាបញ្ហាសម្រាប់ខ្ញុំទេអញអស់និយាយមកព្រះអង្គហើយព្រះអង្គហត់ម៉ែបងប្អូនអរគ្នាខ្ញុំចូលព្រៃតែរយៈពេល4ថ្ងៃសោះចេញមកវិញប៉ាក្មេងខ្ញុំហើយលោកអង្គញាយឹមប៉ាស្រង់នេះគឺមកវិញជាក្បាច់គុណតែម្ដងហើយក្បាច់គុណគាត់នេះគឺខ្ញុំសរសើរត្រង់technique style ផងគាត់គឺវាយបានល្អមែនតើតែអ្វីដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ទៅហួសចិត្តបំផុតនោះគឺវាយឲ្យប្រមូលផលិតផលអើយខ្ញុំប៉ុន្តែឃើញចាស់ក្រុមហ៊ុនដែរចេះក្បាច់គុណវាយប្រមូលផលិតផលនេះញ៉ាំទឹកជិនសិនម៉ៃធ្វើឲ្យរឹងមាំខ្ញុំមិនអីទេខ្ញុំឃើញវីដេអូនេះហើយខ្ញុំឃើញសរសើរពីសមត្ថភាពបើសិនជាខ្ញុំមានប៉ាក្មេកចេះវាយអញ្ចឹងមែនខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយចិត្តគាត់អាចការពារគ្រួសារបានបើទោះបីជាថ្ងៃមួយខ្ញុំចូលព្រៃរវល់ចូលព្រៃ4 5ថ្ងៃក៏មិនមែនប៉ុន្តែលោកប៉ាគាត់ចេះក្បាច់គុណអញ្ចឹងតែគាត់អាចការពារក្រុមហ៊ុនបានសប្បាយចិត្តបងប្អូនអរគ្នាមិនដឹងតែគាត់ទៅរៀនពីណាមកតែមុនគាត់ជួបចរណៃបានតែមួយផ្លែតទេមិនដឹងតែចរណៃបរៀនគាត់ឬក៏គាត់ដងខ្លួនឯងហើយខ្ញុំអត់ដឹងសោះបងប្អូនឃើញវីដេអូនេះហើយខ្ញុំមានអារម្មណ៍ថាភ្ញាក់ខ្លួនព្រើតមកបះរោមក្បេះគូតបណ្ដោយនេះមិននឹកស្មានថាគាត់ពហុជំនាញក្រៅពីជាអ្នកនិពន្ធនិងជាងារអង្គញាផងគាត់ឆ្លាយទៅជាម្ចាស់សាលាគុណទៀតហើយបើទោះបីជាយ៉ាងណាក៏ដោយខ្ញុំចង់និយាយថាក្បាច់គុណនេះគឺចង់បង្ហាញយ៉ាងម៉េចក៏ដោយអាចធ្វើឲ្យគេខ្លាចប៉ុន្តែសម្រាប់ខ្ញុំម្នាក់នេះគឺខ្ញុំអាចបបង់ឆន្ទៈបានទេទូនទីរបស់ខ្ញុំនៅតែប្រមូលផលិតផលគាត់ធម្មតាហើយទូនទីរបស់ខ្ញុំនៅតែតែងតែប្រាថ្នាចាប់ដួងច័ន្ទធម្មតានិយាយរួមទៅកូនអ្នកមានគឺខ្ញុំអត់ខ្លាចក្នុងការដែលបោះជំហានទៅទេក្នុងโลกនេះខ្ញុំខ្លាចតែមួយគត់គឺកូនស្រីគឹមចុងអ៊ុនប៉ុន្តែបើត្រឹមកូនស្រីយឹមប៉ាស្រង់នេះគឺមិនមែនជាបញ្ហាសម្រាប់ខ្ញុំទេដូចខ្ញុំធ្លាប់ជម្រាបជូនអញ្ចឹងហេតុផលមានតែពីរទេបញ្ញាបានយើងលាឲ្យភាពក្រតែបញ្ញាបានគឺមានតែកតិ2គឺដៃកងត្រានិងជាប់គុកធម្មតាប៉ុន្តែខ្ញុំជឿជាក់ថាមនុស្សល្អទេវតាប្រកបជាតាមជួយឲ្យបីបាច់ថែរក្សាបើមិនបានខ្លាចជាអ្នកមានក៏យើងអាចបរោះដែរបងប្អូនហើយមិនអីទេសប្បាយចិត្តឃើញលោកអញ្ញាយឹមប៉ាស្រង់គាត់ចេះក្បាច់គុណបែបនេះខ្ញុំមានអារម្មណ៍ថារំភើបអត់ឧបមាតែម្ដងហើយចាំពេលខ្ញុំត្រឡប់ទៅវិញគឺខ្ញុំនឹងជួបជាមួយនឹងអ៊ីនឹងបង្រៀនក្បាច់គុណអ៊ីបន្ថែមដែរអញ្ចឹងលោកប៉ាចេះក្បាច់គុណមកតង់បង្រៀនម៉ៃអ៊ីតែខ្ញុំចេះក្បាច់គុណបរៀនអ៊ីបាទទៀតហើយអញហើយតែបានផ្ទះបាញ់អត់ទៅមែនតែបងប្អូនអរគ្នាបើចង់បានផលិតផលសម្រកទម្ងន់នេះបងប្អូនអរគ្នាអាចទំនាក់ទំនងតាម page ក៏បានឬក៏បងប្អូនអរគ្នាអាចទំនាក់ទំនងតាមលេខទូរស័ព្ទខាងលើនេះក៏បានដែរកាន់តិចមើលប្រម៉ូទឲ្យបងប្អូនស្គាល់តិចមើលស្នឹកកលើបងម៉ៃ